បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយមកនិយាយប៉ុន្តែនេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំហើយនឹងក៏ជាការចំណាំរបស់ខ្ញុំដែរមិនដឹងថាបងប្អូនធ្លាប់ចំណាំដូចខ្ញុំដែរឬទេថ្ងៃនេះយើងចង់និយាយអំពីដើមរបស់ចន្ទីយើងមើលសម្គាល់យ៉ាងម៉េចទើបដឹងថាដើមរបស់យើងវាមានកម្លាំងវាមានជីគ្រប់គ្រាន់ដូចវីដេអូនេះអញ្ចឹងខ្ញុំនឹងថតដើមចន្ទីរបស់ខ្ញុំមួយបងប្អូនទាំងអស់គ្នាមើលនៅក្នុងទូរស័ព្ទប្រហែលជាឃើញអត់សូវខ្មៅទេមើលដើមវាបើខ្ញុំមើលនៅក្រៅវារាងកម្ៅជាងក្នុងទូរស័ព្ទបន្តិចអញ្ចឹងសូមអធិស្ឋានផងចន្ទីនៅពេលណាដែលវាមានកម្លាំងគ្រប់គ្រាន់វាមានជីមានអីគ្រប់គ្រាន់យើងសង្កេតមើលវាប្រេះសម្បកបងប្អូនឃើញនេះទេវាប្រេះសម្បកថ្មីដុះសម្បកចាស់ចេះបងនេះនឹងគឺជាដើមដែលមានអាហារគ្រប់គ្រាន់បងប្អូនមើលវាប្រេះសម្បកចេញហើយវាដុះសម្បកថ្មីមកនេះបងប្អូនមើលបងប្អូនឃើញអត់បងអានេះចំពោះការចំណាំរបស់ខ្ញុំហើយប្រភេទចន្ទីបែបនេះវាផ្លែខ្ញុំចំណាំមើលថាពេលដល់រដូវកាលដែលវាផ្លែគឺវាផ្លែច្រើនជាងដើមដែលមានសម្បកស្ងួតហើយកាន់ក្តាប់បានល្អនឹងគឺជាចន្ទីដែលមានសុខភាពដើមល្អចាំមើលបន្តិចទៀតខ្ញុំនឹងទៅរកចន្ទីណាដែលមានដើមអត់ល្អបាទបងប្អូនទាំងអស់គ្នានេះគឺជាចន្ទីដែលមិនសូវមានជីគ្រប់គ្រាន់វាខ្វះចំណីអាហារចឹងបងប្អូនមើលដើមវាខុសគ្នាដែរវាស្លេកស្លាំងជាងដើមធម្មតាហើយមួយទៀតបងប្អូនមើលទៅលើសម្បករបស់វាមើលទៅលើដើមវាអត់សូវប្រេះកាឡាប្រេះសម្បកដូចចន្ទីដែលខ្ញុំបង្ហាញមុនទេបងប្អូនឃើញទេបងចឹងមើលដើមវាមានសភាពដូចជាស្វិតហើយអត់ស្លេកស្លាំងវាអត់ខ្មៅបងប្អូនមើលដើមវាខ្ញុំថយឲ្យឆ្ងាយតិចឃើញទេបងហើយបន្ទាប់មកមេឃនិងស្លឹករបស់វាអត់សូវមានទេនេះហើយជាចន្ទីដែលដើមអន់ដើមវាខ្វះសារធាតុចិញ្ចឹមអញ្ចឹងពេលខ្លះបងប្អូនខ្លះគាត់អ្នកថ្មីគាត់ទៅទិញចំការចន្ទីចំការអីអានឹងក៏ជាបទពិសោធន៍មួយដែរបងប្អូនត្រូវចេះសង្កេតមើលដើមវាយ៉ាងម៉េចស្លឹកវាល្អអត់បើដូចដើមប្រភេទនេះអីបងប្អូនត្រូវតែសម្រេចចិត្តឲ្យបានច្បាស់លាស់ពីព្រោះអីអត់ទទួលបានលទ្ធផលល្អទេចន្ទីបែបនេះនឹងហើយជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច Subscribe និង Follow ផងដើម្បីយើងទទួលបានវីដេអូថ្មីនិងចំណេះដឹងក្នុងការចែករំលែកពីបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកបាទអរគុណសូមជម្រាបលា